បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចង់ឆ្លើយសំណួរបងប្រុសម្នាក់ដែលគាត់សួរខ្ញុំគាត់ថាគាត់ចង់ចំពពែហើយតើជំហានដំបូងគាត់ត្រូវធ្វើដូចម្ដេចហើយថ្ងៃនេះឆ្លៀតពេលទៅនេះឆ្លើយជំរាបពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានបំណងចង់ចំពពែទី1អ្វីដែលខ្ញុំចង់ឲ្យបងប្អូនធ្វើគឺជំរកព្រោះធម្មតាទេទាំងសត្វទាំងមនុស្សគឺត្រូវតែមានជំរកហើយអញ្ចឹងបងប្អូនអាចថារៀបចំជំរកយ៉ាងម៉េចក៏បានដែរឲ្យតែបងប្អូនគិតថាសត្វបងប្អូនហ្នឹងអាចទី1វានៅកន្លែងដែលមិនត្រូវភ្លៀងត្រូវខ្យល់អីអញ្ចឹងទៅអាហ្នឹងបងប្អូនអាច research មើលថែមទៀតពាក់ព័ន្ធជាមួយនឹងការធ្វើទ្រុងទី1ហើយទី2ចំណីអាហាររបស់ពួកវាដូចជាស្មៅបងប្អូនខ្លះមានលទ្ធភាពចឹងទៅអាចប្រើជាចំណីក្រុមហ៊ុនអីចឹងទៅហើយខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបើសិនជាអាចបងប្អូនប្រើស្មៅធម្មជាតិអាហ្នឹងបងប្អូនត្រូវរៀបចំដែរមិនមែនថាបងប្អូនរៀបចំកន្លែងហើយបងប្អូនមានប្រប៉ែបងប្អូនចាំទិញស្មៅគេមកឲ្យស៊ីអាហ្នឹងវាត្រូវចំណាយច្រើនដែរអញ្ចឹងវាអត់ខ្វះទេបងប្អូនចំណីអាហារសម្រាប់សត្វអស់នេះព្រោះសត្វប្រប៉ែជាសត្វមួយដែលស៊ីមិនរើសទេស្អីក៏វាស៊ីដែរចំណីអាហារអាហ្នឹងចាំជំរាបជូនតាមពេលក្រោយទៀតហើយទី3គឺមេពូជគឺបងប្អូនត្រូវរើសយកមេពូជណាដែលវាមានសុខភាពល្អវាខ្លាខ្លំសុខភាពល្អសម្រាប់ពូជអាស្រ័យលើបងប្អូនទេបងប្អូនជ្រើសរើសយកប្រភេទពូជបើឬក៏ពូជខ្មែរឬក៏ប្រភេទភ្នំឬក៏ប្រភេទពូជកាឡាហារីអីផ្សេងទៀតដែលមាននៅក្នុងស្រុកអាហ្នឹងអាស្រ័យលើបងប្អូនជ្រើសរើសទេប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យបងប្អូនរៀបចំជំហានដំបូងគឺត្រង់ហើយនឹងគេហៅថាប្រព័ន្ធចំណីអាហាររបស់វាហ្នឹងគឺមានស្មៅមានអីចឹងទៅដាំស្មៅដាំអីឬក៏ចំណីអាហារផ្សេងទៀតចឹងណាហើយទី3គឺមេពូជតែប៉ុណ្្នឹងទេ